សួស្តីទាំងអស់គ្នាខ្ញុំសុងនេះយើងមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ថ្វាយឡៃអញ្ចឹងកុំឲ្យរងចាំពេលយូរតោះជុនយ៉ងហេតុអីបានជាអ្នកដោះអាវភ្លាមតើអ្នកជាមនុស្សវិកលចរិតមែនទេទេខ្ញុំស្អប់វាណាស់ខ្ញុំខឹងណាស់ខ្ញុំពិតជាស្អប់វាណាស់វាធ្វើឲ្យខ្ញុំឈួតខ្ញុំខឹងនឹងមនុស្សដែលកំពុងធ្វើល្អខ្ញុំខឹងអ្នកដែលមានរបស់ទាំងនេះទុកឲ្យអ្វីទាំងអស់ទៅជាវិនិច្ឆ័យទៅពិតណាស់ធ្វើវាឲ្យរញ៉ៃទៅច្រើនតាមដែលអ្នកចង់ធ្វើយ៉ាងណាក៏ដោយអ្វីនឹងត្រូវបានសម្អាតទាំងអស់ភាពស្ងប់ស្ងាត់ខ្ញុំមិនធ្លាប់បានឃើញសម្លៀកបំពាក់ទាំងនេះពីមុនមកទេខ្ញុំបានវាហើយបានពាក់វាត្រឡប់ទៅផ្ទះនោះវិញបន្ទាប់ពីកំពប់ទឹកផ្លែឈើលើសម្លៀកបំពាក់របស់ខ្ញុំបុគ្គលិកក្នុងផ្ទះនោះបានឲ្យអាវនេះមកខ្ញុំដើម្បីផ្លាស់ប្ដូរហើយអ្នកកំពុងធ្វើវាដល់អចេតនាមែនទេអ្នកកំពុងព្យាយាមលេងសើចខ្ញុំអីគេប៉ុន្តែហេតុអីបានជាអ្នកមិនដោះវាចេញខ្ញុំមិនអាចដើរអាក្រាតកាយបានទេខ្ញុំបញ្ញាប់ចេញទៅហើយមិនបានយកស្លៀកបំពាក់មកទេយ៉ាងហោចណាស់ស្លៀកបំពាក់របស់អ្នកសើមជោគហើយប្រសិនបើអ្នកវាពិតជារឿងមួយដែលត្រូវធ្វើបន្ទាប់ពីអញ្ជើញនរណាម្នាក់ប៉ុន្តែតើអ្នកនឹងស្លៀកអីតើអ្នកមានសម្លៀកបំពាក់ផ្សេងទៀតទេធ្វើវារួចហើយនេះឲ្យខ្ញុំពាក់ទៅតើអ្នកចង់ឲ្យខ្ញុំបោកគក់វាម្ដងទៀតទេតើអ្នកពិតជាចូលចិត្តបោកគក់មែនទេហេតុអីបានជាអ្នកហើយវាចោលបែបនេះវាជាការសំណល់មែនទេខ្ញុំមានកម្រងកាយច្នៃឲ្យពាក់វាខ្ញុំមិនដឹងថាអ្នកមានការគោរពខ្លួនឯងឬអត់ទេខ្ញុំកំពុងនិយាយអំពីភាពជាក់ស្ដែងមិនមែនថាក្រណាត់នោះល្អនោះទេជួបបង្ហាញទៅតោះធ្វើចិត្តកំពុងដាក់អ្វីមួយមែនទេហើយហេតុអីបានជាអ្នកចូលចិត្តមើលរាងកាយរបស់ខ្ញុំម្ល៉េះតើជនវិកលចរិតនេះកំពុងនិយាយអ្វីឈួតអញ្ចឹងភ្លៀងធ្លាក់ហើយអាកាសធាតុក៏ត្រជាក់ដែរអ្នកមិនបារម្ភទេឬខ្ញុំមានអារម្មណ៍ថាឈឺប្រសិនបើអ្នកមិនមានសម្លៀកបំពាក់អ្វីក៏បានរងខ្លួនអ្នកឲ្យភួយឬអ្វីមួយទៅនោះគឺជាការឆ្លើយតបដែលមិនអាចលើកស្មានដល់អ្នកនឹងត្រូវរុំដោយក្រណាត់ដ៏ត្រជាក់នោះអ្នកមិនអីទេឬប្រសិនបើខ្ញុំពាក់អាវយឺតម៉ៃខ្លីរបស់អ្នកវាស្ទើរតែដូចជាអាវយឺតដៃវែងនៅលើអាវយឺតរបស់អ្នកដែរប្រសិនបើអ្នកដាសាយពីជំងឺនោះប្រសិនបើអ្នកផ្ដាសាយនោះក៏បន្ទោសខ្ញុំអីឃើញសាប៊ូកក់សក់វាជារឿងឆ្គងមួយយើងចង់សួរថាមានអ្វីកើតឡើងតើវាសំខាន់ជាងក្នុងការសួរអំពីម៉ាក់ខ្ញុំមុនពេលនោះទេរបួសនៅលើកញ្ជើងករបស់ខ្ញុំមិនទាន់ជាសះស្បើយនៅឡើយទេកុំវាមនុស្សអីតែខ្ញុំមានហេតុផលអ្វីដើម្បីវានរណាម្នាក់នោះអ្នកត្រូវតែដូចម៉ាក់ខ្ញុំហើយវាពិតជាគួរឲ្យខ្លាចណាស់តើអ្នកដឹងទេថារឿងកំ pl របស់អ្នកពិតជាចម្លែកណាស់ខ្ញុំដឹងថាអ្នកស្ថិតនៅកម្រិតត្រដៀងនឹងខ្ញុំដែរតើខ្ញុំគួរសាកល្បងមើលថាតើខ្ញុំដូចម៉ាក់របស់អ្នកឥឡូវនេះដែរឬទេតើអ្នកធ្វើបានត្រឹមត្រូវញឹកញាប់ប៉ុណ្ណាតើវាស្ថិតក្នុងកម្រិតធ្ងន់ធ្ងរមែនអត់ទេមិនពិតទេវាដូចជាសល់ល្មមប៉ុន្តែរងចាំវាកន្លងផុតទៅហើយគ្រាន់តែប្រយ័ត្ននៅពេលដែលវាកើតឡើងម្ដងម្កាលហើយអ្នកជួយប្រាប់ខ្ញុំផងណាហេតុអីគឺថាប្រាប់ខ្ញុំផងប្រសិនបើខ្ញុំដូចជាម៉ាក់របស់អ្នកចំពោះអ្នកនៅពេលនេះអ្នកគួរតែនិយាយវាដែរដូចនេះវាមានអារម្មណ៍ថាយុត្តិធម៌ចាប់តាំងខ្ញុំបានលាតត្រដាងចំណុចខ្វះខាតរបស់ខ្ញុំមកតើអ្នកកំពុងសូមឲ្យខ្ញុំទទួលស្គាល់នូវខ្វះខាតរបស់អ្នកដែរមែនទេហើយវាជាដំណោះស្រាយដែលស្តីនឹងយូជុនយ៉ងខ្លាំងណាស់យ៉ាងណាក៏ដោយការពិតដែលថាខ្ញុំកំពុងធ្វើការណែនាំនេះវាហាក់ដូចជាបង្ហាញពីអំណរប្រាថ្នាចង់រក្សាទំនាក់ទំនងមួយនេះដែរប៉ារបស់ខ្ញុំធ្លាប់ជាក្មេងទំនើងគាត់បានទទួលមរណភាពកាលពីប្រហែលឆ្នាំមុនអញ្ចឹងសូម្បីតែក្នុងជីវិតរបស់គាត់ក៏ដោយវាមិនមែនជាជីវិតដ៏រលូននោះទេប៉ុន្តែចាប់តាំងពីគាត់បានប្រឡងជាប់ឆ្ងាយទៅវាដូចជាតំបន់សង្គ្រាមអំពើហិង្សាឥតឈប់ឈរក្នុងនាមជាការសងសឹកបានដេញតាមខ្ញុំដូច្នេះជាការពិតណាស់ខ្ញុំមិនមានកម្រងនិយាយលម្អិតច្រើនទេប៉ុន្តែគ្រាន់តែចែករំលែកច្រើនយ៉ាងនេះហាក់ដូចជាធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលណាស់ហើយវាហាក់ដូចជាខ្ញុំចង់បញ្ចេញវាចេញដែរសម្រាប់អ្នករូបរាងដូចម៉ាក់អញ្ចឹងមានសម្រាប់ខ្ញុំហាក់បីបានជាខ្ញុំបង្ខំចម្លើយនេះឲ្យចេញមកអញ្ចឹង
ហើយបន្ទាប់មកសូមអ្វីមួយដែលមិនចាំបាច់ជាងនេះយ៉ាងណាក៏ដោយខ្ញុំគិតថាការពិតដែលគាត់បានចាក់ចែងទៅប្រហែលជាល្អជាងខ្ញុំនឹងមិននិយាយអំពីកម្រិតនៃចៅក្នុងសង្កាត់នេះទេយ៉ាងណាក៏ដោយគាត់បានទៅហើយតើអ្នកខ្លាចសត្វតោងងាប់ទេវាគឺជាសត្វដែលមានជីវិតដែលអ្នកគួរឲ្យខ្លាចតើអ្នកចង់មានន័យថាម៉េច